សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីបាទតាក់ទងទៅនឹងការណែនាំទៅលើការប្រើប្រាស់កម្មវិធីជួញដូររូបិយប័ណ្ណអន្តរជាតិក៏ដូចជាតម្លៃហាញឆេងមាសបាទដែលកម្មវិធីនេះហៅថា Meta Trader 5 អូខេអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅក្នុងកម្មវិធីទាំងអស់គ្នាបាទអញ្ចឹងបន្ទាប់ពីបងប្អូនចូលទៅខាងក្នុងហើយបងប្អូនឃើញទម្រង់បែបនេះបាទអញ្ចឹងការពីវីដេអូមុនខ្ញុំបានធ្វើការណែនាំជូនទៅកាន់អ្នកនរគ្នាដែរតាក់ទងទៅនឹងការប្រើប្រាស់អញ្ចឹងបើសិនជាអ្នកនរគ្នាថ្មីអត់ទាន់យល់ទេអាចចូលទៅទស្សនាវីដេអូមុនបានបាទដែលយើងដាក់នៅខាងក្នុង playlist របស់យើងតាក់ទងទៅនឹងការប្រើប្រាស់កម្មវិធីមួយនេះបាទអញ្ចឹងយើងចូលមកយើងឃើញទម្រង់បែបហ្នឹងសម្រាប់ការពីវីដេអូមុនបាទអញ្ចឹងឥឡូវនៅក្នុងវីដេអូនេះផ្ទាល់ខ្ញុំនឹងធ្វើការបង្រៀនអ្នកនរគ្នារបៀបមើលទៅលើ graphic បាទឬមួយក៏ chart របស់ទីផ្សារឡើងចុះបាទអញ្ចឹងបងប្អូនឃើញនៅខាងក្រោមដៃខ្ញុំនេះបាទពាក្យថា chart បងប្អូនចុចទៅលើពាក្យ chart បងប្អូននឹងឃើញទម្រង់បែបនេះឯងបាទតាក់ទងទៅនឹងបកគោនៃទីផ្សារឡើងចុះបាទហើយនឹងតម្លៃបច្ចុប្បន្នអញ្ចឹងអ្វីដែលបងប្អូនឃើញបាទទី1តាក់ទងទៅនឹងតម្លៃបាទអញ្ចឹងបច្ចុប្បន្ននេះខ្ញុំនៅក្នុង chart បាទនៃមាសបាទបងប្អូនឃើញតម្លៃនៅខាងស្ដាំដៃខ្ញុំទេបាទអញ្ចឹងតម្លៃនេះបច្ចុប្បន្នគឺកំពុងតែជួញដូរនៅតម្លៃ$4,355ហើយຂະຫນាតវាគឺគិតជាអោនបងប្អូនបាទ$4,355នៅក្នុង1អោនអញ្ចឹងនេះគឺជាតម្លៃទីផ្សារបច្ចុប្បន្នដែលវាធ្វើការឡើងចុះបាទហើយបងប្អូននឹងឃើញបកគោលបាទតាក់ទងនឹងបកគោបៃតងហើយនឹងបកគោក្រហមអញ្ចឹងខ្ញុំសូមសង្ខេបជូនបងប្អូនបាទបកគោបៃតងនេះបាទគឺមានន័យថាតំណាងឲ្យទីផ្សារមានការកើនឡើងរីឯបកគោក្រហមវិញបាទគឺតំណាងឲ្យទីផ្សារមានការធ្លាក់ចុះដោយបច្ចុប្បន្នបាទតម្លៃ$4,355ហ្នឹងទីផ្សារកើនឡើងបងប្អូននឹងឃើញបកគោបៃតងបើសិនជាតម្លៃទីផ្សារបាទធ្លាក់ចុះក្រោម$4,355បងប្អូននឹងឃើញបកគោក្រហមបាទអញ្ចឹងនេះគឺជាក្រាបឡើងចុះរបស់ទីផ្សារហើយអ្វីដែលបងប្អូនកលែកមើលបាទគឺតាក់ទងនឹងទីផ្សារយើងអាចធ្វើការពង្រីកបាទបងប្អូនយកដៃពីរមកអាចពង្រីកបង្រួមវាបានបាទអាចពង្រីកហើយក៏ដូចជាទាញអស់វាមើលដើម្បីមើលតម្លៃវាបានទៅតាមអ្វីដែលបងប្អូនមានភាពងាយស្រួលបាទហើយតាក់ទងទៅនឹងចំណុចនេះដែរបាទបងប្អូនឃើញចំណុចខាងក្រោមនេះបាទពណ៌ខៀវនេះបងប្អូនអាចយកដៃអស់វាមកពាក់កណ្ដាលនេះមកដើម្បីងាយស្រួលក្នុងការមើលក៏ដូចជាអស់បាទអស់ចុះអស់ឡើងដើម្បីដឹងពីតម្លៃកាន់តែច្បាស់អ្នកនរគ្នាបាទគឺអញ្ចឹងនៅក្នុងនឹងដែរបាទតាក់ទងទៅនឹងនៅខាងឆ្វេងដៃខ្ញុំចុងខាងលើអ្នកនរគ្នាអាច select ទៅលើវាមួយមកអ្នកនរគ្នានឹងឃើញគូរូបិយប័ណ្ណអន្តរជាតិផ្សេងៗដែលអ្នកនរគ្នាអាចធ្វើការចូលជួញដូរបានអញ្ចឹងនៅលើនេះមានលុយអឺរ៉ូបាទអ្នកនរគ្នាចុចចូលទៅបាទនឹងឃើញតាក់ទងនឹងតម្លៃនៃលុយអឺរ៉ូបាទហើយយើងចុចទៅលើលុយផោនបាទនឹងឃើញពីតម្លៃនៃលុយផោនបាទអញ្ចឹងគឺតម្លៃឡើងចុះគឺវានឹង take note ឲ្យយើងនៅខាងស្ដាំដៃនៃកម្មវិធីរបស់យើងផ្ទាល់តែម្ដងបាទអូខេអញ្ចឹងឥឡូវយើង back ទៅកាន់មាសរបស់យើងវិញបាទខ្ញុំសូមបញ្យល់អ្នកនរគ្នាបន្តបាទបច្ចុប្បន្ននេះខ្ញុំស្ថិតនៅក្នុង time frame មានន័យថាអ្វីដែលអ្នកទាំងអស់គ្នាកំពុងតែមើលនេះគឺស្ថិតនៅក្នុង time frame 1នាទីមានន័យថារៀងរាល់បកគោដែលឡើងចុះនៅលើអេក្រង់ទូរស័ព្ទរបស់ខ្ញុំនេះរៀងរាល់1នាទីម្ដងបាទគឺវានឹងចេញបកគោថ្មីជាបន្តបន្ទាប់បាទអញ្ចឹងនេះគឺជា time frame បាទអញ្ចឹងខ្ញុំសូមធ្វើការបើកជាមួយនឹងមុខងារនាទីដើម្បីអ្នកនរគ្នាបានឃើញបាទអញ្ចឹងយើងចុចទៅលើវាមួយមកបាទហើយយើងយកពាក្យថា setting បាទហើយយើង scroll ទៅខាងក្រោមអ្នកនរគ្នានឹងឃើញពាក្យថា count down to bar close បាទមានថារាប់បាទរាប់តាក់ទងទៅនឹងនាទីបាទអញ្ចឹងយើងបើកវាមកអ្នកនរគ្នានឹងឃើញនាទីបាទអញ្ចឹងតាក់ទងនឹងនាទីនេះគឺមានន័យថារាល់ពេលដែលចប់1នាទីនឹងមានបកគោថ្មីកើតឡើងបាទអញ្ចឹងគឺវាគ្រប់ time frame ទាំងអស់បាទអញ្ចឹងបច្ចុប្បន្ននេះបាទគឺនៅក្នុង time frame 5នាទីរៀងរាល់5នាទីនឹងមានបកគោថ្មីកើតឡើងជាបន្តបន្ទាប់បាទ time frame 15នាទីបាទអ្នកនរគ្នាចូលមកបាទនឹងមានបកគោថ្មីបង្កើតបន្តបន្ទាប់អញ្ចឹងនេះគឺជា time frame បាទអញ្ចឹងបណ្ដឹងរហូតទៅដល់ time frame មួយខែអ្នកនរគ្នាបាទ MN នេះបាទអញ្ចឹងមានន័យថារៀងរាល់មួយខែទៅចេញបកគោថ្មីឡើងចុះម្ដងអ្នកនរគ្នាបាទអញ្ចឹងនេះគឺជាការមើលទៅលើ time frame ហើយបើសិនជាអ្នកនរគ្នាមានចម្ងល់បាទអាច comment សួរនៅខាងក្នុងវីដេអូមួយនេះបានបាទតាក់ទងនឹងចំណុចនេះបាទអ្នកនរគ្នាអាចនឹងមានភាពច្រឡំបន្តិចប៉ុន្តែបើសិនជាអ្នកនរគ្នាទស្សនាម្ដងហើយម្ដងទៀតអ្នកនរគ្នាប្រកាសជាយល់កន្លែងចំណុចនេះមួយនេះបាទអូខេអញ្ចឹងនេះគឺជាការបញ្យល់ទៅលើ time frame បាទហើយអ្នកនរគ្នាមើលកន្លែងទៅលើខាងលើបាទនៅកន្លែងចំណុចសញ្ញាបូកនេះបាទអញ្ចឹងគឺនេះគឺជាបន្ទាត់ដែលយើងអាចធ្វើការគូសវាសបាទក៏ដូចជាវាស់ទៅលើតម្លៃឡើងចុះនៃទីផ្សារបានអញ្ចឹងឧទាហរណ៍ថាខ្ញុំអស់វាសមកដល់បាទតម្លៃនេះខ្ញុំចង់ដឹងថាតម្លៃមាសបាទគឺមានការឡើងចុះចំណុចខ្ពស់បំផុតបាននៅតំបន់ណាយើងអស់វាឲ្យស្មើទៅនឹងចំណុចបកគោដែលបានឡើងខ្ពស់នឹងហើយយើងកលែកទៅមើលខាងស្ដាំដៃអ្នកនរគ្នានឹងឃើញតម្លៃបាទអញ្ចឹងតម្លៃនៅខាងមុខខ្ញុំនេះបាទគឺនៅក្នុង time frame 5នាទីបាទ M5 គឺមាសបានឡើងដល់តម្លៃខ្ពស់$4,362បាទ
0.03 បាទនៅក្នុងមួយអោនចឹងនេះគឺជាការវាស់បាទប្រើប្រាស់ដើម្បីវាស់ទៅលើតម្លៃអ្នកនរគ្នាអាច zoom បាទ zoom វាចេញមកខាងក្រៅយើងវាស់ទៅរកតម្លៃទាបបាទចឹងអ្នកនរគ្នាដាក់ឲ្យស្មើទៅនឹងចុងមកមានន័យថាប្រវត្តិតម្លៃគឺវាបានចុះមកដល់តម្លៃខាងក្រោមនេះបាទ 4324 ចឹងនេះគឺជាការប្រើប្រាស់ទៅលើ cursor បាទឬមួយក៏យើងហៅថាប្រដាប់ដែលយើងអាចធ្វើការវាស់តម្លៃឡើងចុះបានបាទហើយកន្លែង F នេះគឺជាការ add ទៅនឹងសូចនាករមានបន្ថែមទៅលើការប្រើប្រាស់ទៅនឹងមុខងារជំនួយមួយចំនួនបាទដើម្បីជួយសម្រួលទៅដល់ការទិញលក់របស់អ្នកនរគ្នាអញ្ចឹងនៅក្នុងនេះគឺមានច្រើនបាទអញ្ចឹងខ្ញុំសូមឧទាហរណ៍មួយជូនអ្នកនរគ្នាដើម្បីទស្សនាបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំប្រើប្រាស់ជាមួយនឹងmoving average អ្នកនរគ្នាបាទខ្ញុំប្រើប្រាស់ជាមួយនឹង moving average បាទអញ្ចឹងខ្ញុំចូលមកបាទខ្ញុំជ្រើសរើសយកពាក្យ moving average បាទអញ្ចឹងខ្ញុំធ្វើការកំណត់រយៈពេល20ថ្ងៃចុងក្រោយបាទអញ្ចឹងខ្ញុំចុច tick មកបាទអញ្ចឹងអ្នកនរគ្នានឹងឃើញមានបន្ទាត់ក្រហមមួយបាទបង្ហាញថាទីផ្សារបាទរយៈពេល20ថ្ងៃចុងក្រោយនេះបាទគឺមានទំនោរកើនឡើងមួយក៏ធ្លាក់ចុះអញ្ចឹងខ្សែមួយនេះវានឹងបង្ហាញបាទដូចបច្ចុប្បន្ននៅក្នុង time frame បាទរវែងម៉ោង5នាទីគឺទីផ្សារមានទំនោរការកើនឡើងបាទអញ្ចឹងខ្សែហ្នឹងក៏វាបត់ទៅតាមនឹងដូចគ្នាអញ្ចឹងបងប្អូនអាចសិក្សាបន្ថែមបានសម្រាប់ចំណុចនេះខ្ញុំនឹងចេញវីដេអូ detail បន្ថែមទៀតទាក់ទងនឹងការប្រើប្រាស់ indicator ទាំងអស់នេះបាទអញ្ចឹងខ្ញុំសូមធ្វើការបិទវាវិញបាទបាទអញ្ចឹងនេះគឺជាសូចនាករជំនួយទៅដល់ការទិញលក់របស់អ្នកទាំងអស់គ្នាហើយកន្លែងខាងនេះវិញបាទគឺតាក់ទងនឹងការប្រើទៅលើមុខងារក្នុងការគូសវាសក៏ដូចជាការវិភាគមួយចំនួនបាទអញ្ចឹងអ្នកទាំងអស់គ្នាអាចចុចទៅឃើញមានប្រអប់ច្រើនបាទយើងអាច add ជាសរសេរអក្សរបាទឧទាហរណ៍ថាតម្លៃខ្ពស់អូខេយើងអាចសរសេរជាអក្សរវាសខ្មែរក៏បានដែរអ្នកនរគ្នាបាទឧទាហរណ៍ខ្ញុំដាក់ជាតម្លៃខ្ពស់ដើម្បីកំណត់ចំណាំបាទអញ្ចឹងថាតម្លៃខាងនេះគឺជាតម្លៃខ្ពស់ជាដើមបាទអញ្ចឹងយើងអាចសរសេរអក្សរបាននៅលើនេះបាទអូខេហើយយើងកន្លែងទៅកាន់ចំណុចចុងក្រោយអ្នកនរគ្នានៅខាងលើបាទអញ្ចឹងខាងនេះគឺជាកន្លែងដែលយើងអាចធ្វើការកំណត់ការទិញក៏ដូចជាកំណត់ការលក់បាទទៅលើអ្វីដែលយើងចង់ចូលទីផ្សារបាទតើយើងចង់ចូលទិញឬមួយក៏ចូលលក់មុខងារទាំងអស់នេះបាទគឺជួយសម្រួលដល់យើងបាទហើយចំណុចចុងក្រោយនេះបាទគឺតាក់ទងទៅនឹងការទិញលក់អញ្ចឹងតម្លៃខាងស្ដាំនេះគឺជាតម្លៃដែលបងប្អូនទិញបាទហើយតម្លៃខាងឆ្វេងដៃខ្ញុំនេះបាទគឺជាតម្លៃដែលបងប្អូនលក់បាទពាក្យថា sell ហើយសម្រាប់ប្រឡោះកណ្ដាលនេះបាទគឺជាចំនួនដែលបងប្អូនចង់ទិញលក់បងប្អូនចង់ទិញលក់ចំនួនប្រមាណបាទគឺយើងធ្វើការកំណត់ទៅតាមហ្នឹងអញ្ចឹងកន្លែងនេះខ្ញុំនឹងធ្វើវីដេអូមួយបាទដាច់ដោយឡែកពីគេដើម្បីបញ្យល់បងប្អូនឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតបាទអូខេអញ្ចឹងតាក់ទងទៅនឹងមុខងារនៃការប្រើប្រាស់បាទកម្មវិធី Amplify អេពីសូតនេះបាទគឺយើងនិយាយអំពី chat បាទអញ្ចឹងបើសិនជាអ្នកនរគ្នាមានចម្ងល់អ្វីបាទអាចធ្វើការ comment នៅខាងក្នុងវីដេអូមួយនេះបានដើម្បីសួរនាំបន្ថែមអញ្ចឹងសម្រាប់អ្នកនរគ្នាដែលថ្មីបាទមើលវីដេអូមួយនេះអត់ទាន់យល់ទេអ្នកនរគ្នាអាច click ទៅលើ caption ខាងលើបាទយើងមានជា playlist សម្រាប់ការបរៀនអ្នកនរគ្នារួចរាល់មកហើយបាទអ្នកនរគ្នាអាចទៅទស្សនាវីដេអូមុនបានបាទអូខេអញ្ចឹងនៅក្នុងការប្រើប្រាស់នេះបាទអ្នកនរគ្នាគឺមានប៉ុណ្ណឹងហើយបើយើង tap ទៅលើក្រង់របស់យើងបាទគឺយើងនឹងឃើញពាក្យ trade បាទមានន័យថាជាការទិញលក់បាទអ្នកនរគ្នាចុចពាក្យ trade ហ្នឹងទៅអ្នកនរគ្នាអាចនឹងធ្វើការកំណត់ការទិញលក់បានបាទហើយនៅខាងក្រោមនេះបាទគឺជាសូចនាករដែលខ្ញុំបានបញ្យល់មុនហ្នឹងបាទដែលនៅខាងលើបាទហើយសម្រាប់ object នេះបាទគឺជាការ add បាទតើតើនឹងអ្វីដែលបងប្អូនចង់គូសវាសនៅលើទីផ្សារបាទប្រអប់ផ្សេងបាទតម្លៃឡើងចុះខ្ពស់ឬមួយក៏ជាការសរសេរអក្សរកំណត់ចំណាំណាមួយបាទបងប្អូនអាចចុចទៅលើពាក្យ object ហ្នឹងបានបាទដើម្បីទាញបន្ទាត់ក្នុងការកំណត់ចំណាំផ្សេងបាទហើយចុងក្រោយបាទគឺតកតនឹង setting នេះបាទ setting នេះគឺជាការកែតម្រូវមួយចំនួនបាទតកតនឹងការបន្ថែមនីតិឡើងចុះនៃទីផ្សារជាដើមបាទអូខេអញ្ចឹងសម្រាប់ខ្ញុំបាទគឺវីដេអូនេះគឺមានប៉ុណ្ណឹងបាទហើយសង្ឃឹមថាអ្នកនរគ្នាទទួលបានចំណេះដឹងថ្មីមួយនៃការប្រើប្រាស់ទៅលើកម្មវិធី Amplify នេះហើយជួបគ្នានៅវីដេអូបន្ទាប់អ្នកនរគ្នា